យើងមុនចូលទៅដល់ស្រៈយើងរំលឹកមេរៀនពីវីដេអូមុនសិនព្យញ្ជនៈយ៉ាងឡើយយើងអានថាអក្ខរៈក្នុងភាសាបាលីមាន41តួព្យញ្ជនៈ33កខគខងចឆជឆញដថដធនតថទធនបផពភមយរលវសហលអស្រៈ8តួអអាអ៊ីអ៊ីអ៊ូអ៊ូអេអោតែយើងស្រៈចូលមេរៀនទី2ស្រៈចែកចេញជា2ដែលហៅថាសារៈមាន8តួចែកចេញជា2នេះស្រៈរស័កមាន3ហើយស្រៈទីឃៈមាន3ដែរមាន5នេះស្រៈរស័កមាន3ហ្នឹងគឺអ៊ីអ៊ូស្រៈទីឃៈមានអាអ៊ីអ៊ូអេអភ្លេចអ៊ីអ៊ូអេអស្រៈទីឃៈស្រៈរស័កហ្នឹងគឺវាមានន័យថាសូរសំឡេងរបស់វាគឺខ្លីស្រៈដែលមានសូរសំឡេងខ្លីទៅពេលចំណាយស្រៈទីឃៈសូរវាវែងនេះគេអានថាអ៊ីអ៊ូស្រៈរស័កអ៊ីអ៊ូយើងអានសូរសំឡេងខ្លីយើងអត់អាចអានថាអាអ៊ីអ៊ូអត់អានចឹងបានទេចំណែកស្រៈទីឃៈដែលមានសូរសំឡេងវែងហ្នឹងគឺមាន5គេអានថាអាអ៊ីអ៊ូអេអោគេអានវែងចឹងយើងអត់អាចស្រៈទីឃៈស្រៈដែលមានសូរសំឡេងវែងអានខ្លីស្រៈដែលមានសូរសំឡេងខ្លីអានវែងបានទេអញ្ចឹងយើងត្រូវស្គាល់ស្រៈទាំង8ហ្នឹងឲ្យបានច្បាស់នេះសារៈដែលហៅថាស្រៈហ្នឹងមាន8ចែកចេញជា2ស្រៈទីឃៈស្រៈរស័កដែលមានស្រៈរស័កមាន3សូរសំឡេងខ្លីស្រៈទីឃៈមាន5សូរសំឡេងវែងអញ្ចឹងយើងមើលពីការរបៀបអានរបស់ស្រៈនីមួយៗនេះស្រៈទាំង8តួនេះហៅថានិស្ស័យហ្នឹងគឺអាស្រ័យជាមួយនឹងព្យញ្ជនៈនិស្ស័យគេចង់មានន័យថាចឹងចែកចេញជា2គឺដែលយើងស្គាល់មិញហ្នឹងគឺមានស្រៈរស័កមាន3ស្រៈទីឃៈមាន5នេះអាអ៊ីអ៊ូអេអោហៅថាទីឃៈប៉ុន្តែស្រៈទីឃៈ3តួនេះស្រៈទីឃៈ3តួអាអេអោនេះអាអេអោគេថាម៉េចគេថាប៉ុន្តែស្រៈទីឃៈ3តួគឺអាអេអោបើមានព្យញ្ជនៈតម្រួតគ្នា2តួនៅខាងចុងក៏មានសូរខ្លីដូចជារស័កទៅវិញគេចង់មានន័យថាស្រៈទីឃៈ3តួដែលមានសូរសំឡេងវែងហ្នឹងបើសិនបើមានព្យញ្ជនៈតម្រួតគ្នា2តួនៅខាងមុខគេឲ្យអានគេឲ្យអានស្រៈ3នេះគេឲ្យអានស្រៈ3ហ្នឹងសូរទៅជាស្រៈរស័កដែលមានសូរសំឡេងខ្លីទៅវិញឲ្យអានវាជាសូរសំឡេងខ្លីដូចអានេះវាជាស្រៈទីឃៈអានេះវាជាស្រៈទីឃៈតែបើសិនបើមានព្យញ្ជនៈតម្រួតគ្នា2តួនៅខាងមុខចឹង
គេឲ្យអានសូខ្លីយើងអត់អាចអានអាតាំងបានទេអានទៅជាអត្តាំងអត្តាំងអត្តាំងអេតកាំងអេតកាំងបើធម្មតាវាជាស្រៈទីខៈអញ្ចឹងយើងអានអេយើងអានអេអេតកាំងអញ្ចឹងទៅតែក្នុងវេយ្យាករណ៍គេប្រើថាព្យញ្ជនៈដែលមានស្រៈទីខៈ3តួអែអោបើមានព្យញ្ជនៈតម្រួតគ្នា2តួក៏មានសូរខ្លីដូចជារស័កទៅវិញអញ្ចឹងគេឲ្យអានអតាំងអេតកាំងអោថោអេតកាំងអោថោហើយបើស្រៈបច្ចេកជាគូមាន3គូទៀតអាហ្នឹងវាជាវណ្ណៈរបស់វាជាអាហ្នឹងគេហៅថាដៃគូរបស់វាហៅថាអវណ្ណៈអ៊ីហៅថាអ៊ីវណ្ណៈជាគូមួយឧហៅថាឧវណ្ណៈជាគូមួយហើយស្រៈពីរតួគឺអេអោនេះហៅថាសញ្យុត្តសារៈតែពិតមិនមានគោលបំណងទៅចង់រៀនព្រេងបល័យចង់ព្រេងវិន័យប៉ុន្តែគាត់ថាមកប្រាប់ពីរបៀបអានដើម្បីឲ្យយល់ឲ្យចេះអានអក្សរក្នុងភាសាបាលីអញ្ចឹងទៅងាយស្រួលក្នុងការរៀនអានវិន័យគោលបំណងចង់បរៀនវិន័យប៉ុន្តែខែលូអត់មានអ្នកសូវចេះអានអញ្ចឹងទៅក៏មកប្រាប់ពីការអានបាលីរៀនបាលីសិនរៀនអក្ខរៈហៅថាអក្សររបស់បាលីឲ្យអស់សិនយើងទៅរៀនវិន័យទៅស្រួលអានយើងអត់ចាំបាច់អានច្រើនដងទេអញ្ចឹងវីដេអូយើងមានតែប៉ុណ្ណឹង